រឿងជន្លេននិងព្រះច័ន្ទកាលពីព្រេងនាយមានជន្លេនត្រោកមួយរស់នៅក្នុងដីអំពកតូចក្បែរដំបូកនាព្រៃដាច់ស្រយាលថ្ងៃមួយជន្លេនបានវាកើមនៅតាមផ្លូវហើយក៏បានជួបនឹងសត្វទន់សាយមួយជន្លេនក៏សួរទន់សាយថាបងទន់សាយហេតុអ្វីក៏បងរត់ត្រហេបត្រហប់ម្ល៉េះទន់សាយប្រាប់ជន្លេនថាខ្ញុំទើបតែរត់ចេញពីជម្រកខ្ញុំជន្លេនក៏សួរទន់សាយទៀតថាហេតុអ្វីក៏បងរត់ចេញទន់សាយឆ្លើយថាខ្ញុំចេញទៅរកជម្រកថ្មីព្រោះភូមិកំណើតរបស់ខ្ញុំត្រូវមនុស្សឈូសឆាយអស់ហើយជន្លេននិយាយថាអីចឹងបងមករស់នៅក្បែរអំពកខ្ញុំទៅព្រោះទីនោះមានដំបូកមួយនិងគុំព្រៃល្មមបងអាចជ្រកកោនបានទន់សាយក៏យល់ព្រមរស់នៅក្បែរជន្លេនដោយត្រេកអរថ្ងៃមួយទន់សាយនិងជន្លេនបានជួបនឹងសត្វប្រើសក៏សួរថាតើបងទៅណាហេតុអ្វីក៏បងរត់លឿនយ៉ាងនេះប្រើសតបថាខ្ញុំរត់គេចពីព្រានព្រោះម្សិលមិញគេបាញ់សម្លាប់ប្រពន្ធខ្ញុំស្លាប់បាត់ទៅហើយមកដល់ពេលនេះគេតាមបាញ់ខ្ញុំទៀតឯកូនទាំងពីរក៏មិនដឹងជារត់ទៅដល់ទីណានោះទេនិយាយដល់ត្រឹមនេះប្រើសក៏ស្រក់ទឹកភ្នែករួចនិយាយទៀតថាខ្ញុំអាណិតកូនពៅខ្ញុំណាស់វានៅបៅនៅឡើយហើយត្រូវព្រាត់ពីមេបាទៀតខ្ញុំមិនបានដឹងថាពួកវានៅទីណានោះទេខ្ញុំចង់ទៅព្រៃផ្សេងដែរតែខ្លាចអត់ទឹកនឹងគ្មានស្មៅជាចំណីគិតទៅខ្ញុំពិបាកចិត្តណាស់ទន់សាយក៏និយាយទៅកាន់ប្រើសថាបងមិនបាច់ទៅណាទេបងនៅជាមួយពួកខ្ញុំទៅគ្រាន់បានជាគ្នាជន្លេនបន្ថែមថាមែនហើយបងកុំទៅណាបងនៅទីនេះសិនទៅទន់សាយបន្តទៀតថាបើបងចង់ទៅរស់នៅឯព្រៃណាបើឥឡូវនេះសូម្បីតែព្រៃធំព្រៃល្បាស់ក៏ស្ទើរតែគ្មានផងនោះបើមិនស្គាល់ទឹកដីមិនស្គាល់ទីកន្លែងថ្មីច្បាស់លាស់ទេពិតជាគ្រោះទាន់គ្រោះស្លាប់ជាពុំខានឡើយប្រើសស្ដាប់ហើយក៏យល់ព្រមរស់នៅជាមួយទន់សាយនិងជន្លេននៅក្បែរដំបូកនិងគុំសំពកព្រៃតូចមួយនោះ2ថ្ងៃក្រោយមកសត្វទាំង3ក៏បានជួបនឹងសត្វកង្កែបចាស់គោមួយលោតផ្លោតគ្មានទិសដៅសត្វទាំង3សួរព្រមគ្នាថាសួស្ដីបងកង្កែបប្រឹងលោតទៅណានឹងកង្កែបឆ្លើយថាខ្ញុំមកពីបឹងឯណោះឥឡូវមនុស្សកំពុងបូមទឹកចេញនឹងអាលចាក់ខ្សាច់លុកនៅលើមេឃដ៏ធំល្វឹងល្វើយមានតែព្រះច័ន្ទមួយប៉ុណ្ណោះកំពុងសប្បាយនឹងការបញ្ចេញពន្លឺមានផ្កាយ3-4រះហែហោមយប់នេះមេឃស្រឡះល្អណាស់ព្រះច័ន្ទបញ្ចេញពន្លឺពណ៌ទឹកប្រាក់ហើយបន្ទាបខ្លួនមើលមកក្រោមឃើញដីវាលមានគល់ឈើដែលកាប់ថ្មីមានដំបូកតូចមួយមានគុំព្រៃរបស់តូចដែលសត្វទាំង4កំពុងរស់នៅព្រឹកថ្ងៃមួយជន្លេនប្រឹងត្បល់រលក្រោមដីរកចំណីទន់សាយនិងប្រើសខំរកអាហារទាំងក្តៅហែងកង្កែបប្រឹងក្រាងទ្រាំរស់ក្នុងរុនក្រោមដីរំពេចនោះសំលេងត្រាក់ទ័រមួយកំពុងឈូសឆាយបានមកដល់ទន់សាយប្រើសប្រឹងភៀសខ្លួនទាំងផិតភ័យកង្កែបប្រឹងលោតចេញពីរុនរីឯជន្លេនដែលប្រឹងត្បល់ក៏ត្រូវប៉ើងខ្ចាត់ខ្ចាយធ្វើឲ្យសត្វទាំងនោះត្រូវរបួសយ៉ាងធ្ងន់ធ្ងរដីដំបូកនិងគុំព្រៃតូចនោះคล้ายជាដីរាបធំធេងទាំងអស់ក្រោយពីមានរឿងបែបនេះហើយសត្វទាំង4ជំនុំគ្នាថាយើងសុទ្ធតែជាសត្វបាត់បង់ជម្រកនិងព្រាត់ប្រាសគ្រួសារបើអញ្ចឹងយើងគិតទៅពឹងអ្នកណាភ្លាមនោះជន្លេនឆ្លើយថាមានតែព្រះច័ន្ទទេដែលអាចជួយពួកយើងបានព្រោះនៅលើដីក្រោមមេឃមានតែព្រះច័ន្ទមួយគត់ដែលមានឥទ្ធិពលជាងគេសត្វទាំង3ក៏ឆ្លើយយល់ព្រមគ្នាថាអញ្ចឹងយប់នេះយើងទៅជួបព្រះច័ន្ទតែម្ដងទៅយប់ស្ងាត់បន្តិចសត្វទាំង4បានជួបជុំគ្នាលើផ្ទាំងថ្មកំពូលភ្នំតូចមួយទន់សាយប្រើស
កង្កែបនិយាយទៅកាន់ជន្លេនថាពីមុនគេបំផ្លាញជំរកខ្ញុំឥឡូវមកដល់កន្លែងបងទៀតមើលណែយើងមានរបួសហើយជន្លេននិយាយដោយក្តីឈឺចាប់ថាយប់នេះយើងចាំជួបព្រះច័ន្ទឲ្យទាល់តែបានមួយសន្ទុះក្រោយមកព្រះច័ន្ទចាប់ផ្ដើមរះមកដល់កំពូលភ្នំនេះល្មមទុនសាយឃើញព្រះច័ន្ទមុនគេក៏ស្រែកប្រាប់ទៅអ្នកទាំង3ភ្លាមជន្លេនក្លាហានបាននិយាយដោយទន់ភ្លន់ទៅកាន់មិត្តទាំង3ថាសូមទោសបងឲ្យខ្ញុំនិយាយមុនព្រះច័ន្ទសួរថាពួកឯងមានការអីតូមនិយាយមកចោះជន្លេននិយាយប្រាប់ព្រះច័ន្ទថានៅលើផែនដីគឺមានតែបងម្នាក់គត់ពេលបងចាក់ចេញទៅណាម្ដងមានផ្កាយរះប្រងព្រាតជួយហែហោមមានពន្លឺរះពេញមេឃចុះហេតុអ្វីខ្ញុំក៏រកដីមួយដុំជ្រកពុំបានព្រះច័ន្ទឆ្លើយភ្លាមថាអីចឹងតើឯងចង់ឲ្យយើងធ្វើដូចម្ដេចជន្លេនមានសំណូមពរមួយប្រាប់ព្រះច័ន្ទថាខ្ញុំចង់ឲ្យខ្លួនខ្ញុំដុះស្លាប់ដូចមេអំបៅអាចហោះហើរលើអាកាសបានខ្ញុំមិនចង់រស់នៅក្នុងដីនោះទេបន្ទាប់មកប្រើសនឹងកង្កែបនិយាយថាពួកខ្ញុំក៏មានបំណងមួយដែរខ្ញុំចង់ឲ្យបងឈប់រះដើម្បីឲ្យមេឃងងឹតសម្បូរទឹកភ្លៀងសម្បូរស្មៅមានទឹកតាមបឹងច្រើនហើយពួកខ្ញុំអាចរស់នៅលើភ្នំនេះបានទៀតព្រះច័ន្ទតបថាការរះបំភ្លឺសត្វលោកជាតួនាទីរបស់ខ្ញុំមិនអាចឈប់រះបានទេម្ដងនេះដល់វេនទុនសាយម្ដងទុនសាយមានសំណូមពរថាខ្ញុំចង់ឲ្យបងរះរហូតដើម្បីឲ្យខ្ញុំបានប្រឡែងលេងនឹងស្រមោលមិនចង់ឲ្យមានភ្លៀងតែសម្បូរដោយទឹកសន្សើមសម្រាប់ខ្ញុំផឹកព្រះច័ន្ទស្ដាប់ហើយឆ្លើយតបទៅសត្វទាំង4នេះថាបំណងពួកឯងសុទ្ធតែខុសគ្នាដូច្នេះយើងជួយពួកឯងមិនបានទេព្រះច័ន្ទនិយាយចប់ក៏រះបន្តទៅមុខទៀតដោយមិនបង្អង់ក្រោយពីព្រះច័ន្ទរះឡើងខ្ពស់សត្វទាំង4ក៏មើលមុខគ្នាធ្វើភ្នែកលេឡង់ទាំងក្រៀមក្រំក្នុងចិត្តសត្វទាំង4ពីគ្រោះគ្នាថាបើព្រះច័ន្ទជួយពួកយើងពុំបានទេយើងស៊ូរស់លើភ្នំតូចមួយនេះពិតជាស្លាប់ក្នុងថ្ងៃណាមួយមិនខានព្រោះគ្មានស្មៅមានព្រៃឈើនិងពុំមានទឹកផឹកឡើយព្រោះភ្នំនេះសម្បូរដោយផ្ទាំងថ្មមិនយូរប៉ុន្មានមនុស្សនឹងត្រូវការថ្មសាងសង់ស្ពានថ្នល់ដូច្នេះពួកយើងមានតែទ្រាំរស់តាមយថាកម្មរបស់យើងទៅចុះរឿងជន្លេននិងព្រះច័ន្ទចប់ដោយបរិបូរណ៍